វាសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមចែករំលែកអំពីការកែតម្រូវចំណាយទម្លុះបង្គងទ្រព្យសកម្មវិធីសាស្ត្រទម្លុះថយចុះទ្វេដងដែលអង់គ្លេសគេហៅថា Double Declining Balance Depreciation តើមានរូបមន្តអ្វីខ្លះហើយវិធីសាស្ត្រទម្លុះដូចម្តេចខ្លះការកត់ត្រានិង record គឺមានអ្វីខ្លះសូមទស្សនា slide ខាងក្រោមដូចតទៅ Double Decline Balance Depreciation ជាវិធីសាស្ត្រទម្លុះថយចុះទ្វេដងគឺជាវិធីសាស្ត្រនៃការទម្លុះឆាប់រហ័សដែលបង្កើនទ្វេដងនៅវិធីសាស្ត្រតុល្យភាពថយចុះជាទៀងទាត់វាត្រូវបានគេប្រើជាញឹកញាប់ដើម្បីទម្លុះទ្រព្យសកម្មថេរច្រើនយ៉ាងខ្លាំងនៅក្នុងឆ្នាំដំបូងដែលអនុញ្ញាតឲ្យក្រុមហ៊ុនដើម្បីពន្យាប្រាក់ពន្ធលើប្រាក់ចំណូលទៅឆ្នាំក្រោយរហូតដើម្បីក្រុមហ៊ុនចំបៃពី Cambodia Co Ltd បានទិញសម្ភារៈការិយាល័យដើម្បីបំពាក់ក្នុងការិយាល័យអស់ចំនួន$20000ក្រុមហ៊ុនបានធ្វើការទម្លុះតាមវិធីសាស្ត្រទម្លុះទ្វេដែលមានរយៈពេល8ឆ្នាំចូលធ្វើការគណនាទម្លុះទ្វេរូបមន្តដូចខាងក្រោម Calculation Depreciation Spend ស្មើនឹង 100% ចែកនឹង Useful Life of Asset គុណនឹង2 Expand គឺស្មើនឹង 100% ចែកនឹង8គុណនឹង2គឺស្មើនឹង 25% អញ្ចឹងឆ្នាំទី1គឺស្មើនឹង$20000គុណនឹង 25% ស្មើនឹង$5000តើវិធីសាស្ត្រទម្លុះទ្វេនេះគេប្រើតារាងដូចម្តេចគេធ្វើដូចម្តេចខ្លះសូមមើល slide ខាងក្រោម Table of Fixed Asset Depreciation វិធីសាស្ត្រទម្លុះថយចុះទ្វេដង Year យើងដាក់មកឆ្នាំទី1ទី2ទី3ទី4ទី5ទី6ទី7ទី8 Office Equipment ចំនួន$20000 Depreciation តាមរូបមន្តមិញយើងគុណទៅគឺឃើញ 25% Ending Book Value $20000 អញ្ចឹងឆ្នាំទី1យើងយក$20000គុណនឹង 25% នេះគឺឃើញ$5000 20000ដក5000ស្មើនឹង$15000ដែលជា ending book value យើងយក15000នេះយកមកបញ្ចូលនៅក្នុងឆ្នាំទី2ឆ្នាំទី2យើងយក$15000នេះគុណនឹង 25% ឃើញ$3750ដើម្បីរក ending book value យើងយក$15000នេះដកនឹង3750ឃើញ11250យើងយក11250នេះទៅបញ្ចូលនៅក្នុងឆ្នាំទី3បន្ទាប់មកយើងយក11250គុណនឹង 25% ឃើញ2813ហើយយើងយក11250នេះដកនឹង2813ឃើញចំនួនទឹកប្រាក់8438យើងយកទៅបញ្ចូលនៅក្នុងឆ្នាំទី4យើងធ្វើអញ្ចេះជាបន្តបន្ទាប់រហូតដល់រយៈពេល8ឆ្នាំសូមចូលមើល Suna Record ដូចតទៅអញ្ចឹងយើងដឹងហើយគឺយើង depreciation ចំនួន$5000អញ្ចឹងSuna Record យើងកត់ត្រារបៀបម៉េច Account name depreciation Suna Record នេះគឺ depreciation expense of equipment debit គឺនៅក្នុង$5000ដែលជា account គូនឹង accumulate depreciation of equipment credit $5000 total គឺចំនួន$5000អញ្ចឹងយើងដឹងហើយ depreciation expense គឺគូជាមួយនឹង accumulate depreciation អ្វីដែលទ្រឹស្ដីដែលខាងអ្នកគ្រូបរិញ្ញាបងប្អូនទាំងអស់គ្នាចង់ទទួលបានចំណេះដឹងអំពីការកត់ត្រាបញ្ជីគណនេយ្យនិងជំនាញរៀបចំបញ្ជីគណនេយ្យសូមចូលទំនាក់ទំនងចុះឈ្មោះរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនេយ្យនិងហិរញ្ញវត្ថុ AFT Center ឬតាមរយៈ Facebook page AFT Center ឬកុំភ្លេចចូលមើល website រត់តែពិសេសទៀតaft.center.com ឬប្រឹក្សាយោបល់តាមលេខទូរស័ព្ទ068 79 7000ឬ016 38 7000ចា៎អរគុណ